ស្ដីបងប្អូននេះគឺសារមន្ទីរខេត្តពោធិ៍សាត់ហើយថ្ងៃនេះគឺមានក្មេងៗទស្សនាយ៉ាងច្រើនសូមអារម្មណ៍ពុកម៉ែបងប្អូនទស្សនាដូចតទៅអូយល្អណាស់ពុកម៉ែបងប្អូនហើយក្មេងៗមកពីសាលាឯកជនមកសិក្សាស្វែងយល់ខំកាត់អូនខំកាត់ណាគុតល្អខំរៀនទំពាំងស្នងឫស្សីសត្វតែជាទំពាំងស្នងឫស្សីអរណាស់ពុកម៉ែបងប្អូនដោយសារក្មេងៗសម័យឥឡូវពុកម្ដាយឬអាណាព្យាបាលច្រើនតែបដ ாய் ឲ្យលេងអា smartphone tablet អីហ្នឹងអត់កាន់សភៅកាន់ប៊ិចទេតែសកម្មភាពរបស់ក្មេងៗសាលាឯកជនមួយនៅខេត្តពោធិ៍សាត់នាំគ្នាមកទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្តពោធិ៍សាត់សកម្មភាពនេះបង្ហាញថាក្មេងៗគឺជាទំពាំងស្នងឫស្សីល្អដែលកាន់ប៊ិចកាន់សភៅចេះល្អណាស់រូបភាពនេះបងប្អូនពុកម៉ែបងប្អូនជាគំរូល្អណាខ្ញុំធ្លាប់តែឃើញក្មេងៗកាន់ទូរស័ព្ទលេងហ្គេមលេងអីក្មេងៗសាលាឯកជនមួយនៅខេត្តពោធិ៍សាត់ដឹកនាំកូនសិស្សមកទស្សនាសារមន្ទីរសិក្សាស្វែងយល់ល្អមែនទែនស្រឡាញ់ណាស់ឃើញសកម្មភាពនេះពុកម៉ែបងប្អូនដូច្នេះខ្ញុំសូមចែករំលែកនៅវីដេអូនេះជូនចំពោះពុកម៉ែបងប្អូនដែលជាអាណាព្យាបាលគឺការយកចិត្តទុកដាក់កូនឲ្យមករៀនសូត្របែបនេះល្អខ្លាំងណាស់ល្អណាស់ក្មេងៗកម្រឃើញអាកាន់ប៊ិចកាន់សភៅមកកត់សិក្សាអញ្ចឹងណាសូមផ្ញើវីដេអូនេះជូនដល់ក្មួយទាំងអស់មកសិក្សាស្វែងយល់សៀមមានដើមយកសៀមហ្នឹងណាខូចអញ្ចឹងណាអូនអញ្ចឹងមកឲ្យអូនឯងមកសិក្សាស្វែងយល់ថាដាច់កដាច់អីហ្នឹងគឺសៀមមកយកទៅលក់នៅស្រុកវាអូនឯងខំរៀនទៅបីយកអាកំណែកកំណាត់យកមកស្រុកយើងវិញណាអូខេ goodវីដេអូក៏ប្លង់នេះក៏ល្អដែរពុកម៉ែបងប្អូនល្អណាស់ក្មេងៗកាន់ប៊ិចសភៅមកសិក្សាពីប្រវត្តិសាស្ត្ររូបចម្លាក់ចេះមិនងាយឃើញទេកាន់សភៅកាន់ប៊ិចអញ្ចេះនោះល្អណាស់ហ្នឹងប្លង់នេះក៏អស់ទោសដែរគឺតែមានអនាគតល្អណាខំកាត់អូនខំណូតអូខេ good good ល្អណាស់កាយខំពន្យល់ក្មេងៗឲ្យយល់ពីចម្លាក់ថ្មបងប្អូនណាល្អសូមពៀមមានអាណាព្យាបាលក៏ដូចជាសាលារដ្ឋសាលាឯកជនក្នុងខេត្តពោធិ៍សាត់ឬក៏ក្រៅខេត្តក៏បានដែរអាចមកទស្សនានៅសារមន្ទីរខេត្តពោធិ៍សាត់មានកាយមានក្រុមការងារជួនសម្របសម្រួលពុកម៉ែបងប្អូនទាំងអស់ណាមកកាយកំពុងតែធ្វើការពន្យល់ដល់ក្មេងៗមានព្រឹទ្ធាចារ្យក្មេងៗល្អណាស់បងប្អូនណាល្អមែនតើបកគោលហ្នឹងក្រោមបកគោលហ្នឹងគឺរំដៅសមាតែនៅជុំវិញពីមិនដឹងថាទីមួយណាគេនិយាយថាជុំវិញហ្នឹងគឺមាន8ស្ទើរគឺក្នុងប្រទេសមានក្នុងចម្លាក់
សូមគោរពអរគុណវីដេអូនឹងមានតែប៉ុណ្ណឹង